ខ្ញុំនឹងស្រឡាញ់ព្រះអាទិត្យព្រោះវាផ្ដល់សេចក្តីកក់ក្ដៅដល់រូបកាយខ្ញុំតែខ្ញុំក៏ស្រឡាញ់ភ្លៀងព្រោះវាជួយលាងជម្រះចិត្តវិញ្ញាណរបស់ខ្ញុំនឹងស្រឡាញ់ពន្លឺព្រោះវាជួយបំភ្លឺផ្លូវដល់ខ្ញុំតែខ្ញុំក៏ស្រឡាញ់ភាពងងឹតព្រោះវាធ្វើឲ្យខ្ញុំមើលឃើញដួងតារាខ្ញុំនឹងស្រឡាញ់សេចក្តីសប្បាយរីករាយព្រោះវាធ្វើឲ្យចិត្តរបស់ខ្ញុំមានកម្លាំងតែខ្ញុំក៏ស្រឡាញ់សេចក្តីទុក្ខក្រៀមក្រំព្រោះវាជួយបើកមនោសញ្ចេតនាដុំទី2ខ្ញុំនឹងស្វាគមន៍ថ្ងៃនេះដោយសេចក្តីស្រឡាញ់ចេញអស់ពីចិត្ត I will greet this day with love in my heart ខ្ញុំនឹងស្វាគមន៍ថ្ងៃនេះដោយសេចក្តីស្រឡាញ់ចេញអស់ពីចិត្តព្រោះពេលនេះគឺជាអាថ៌កំបាំងដ៏មានប្រសិទ្ធភាពបំផុតដើម្បីនាំទៅដល់ភាពជោគជ័យនៅក្នុងគ្រប់កិច្ចការទាំងឡាយកណ្ដាប់ដៃអាចទម្លុះខែលការពាររហូតដល់ទៅអាចសម្លាប់ជីវិតមួយក៏មានប៉ុន្តែមានតែធម៌ពលនៃក្តីស្រឡាញ់មួយគត់ដែលអាចបើកទ្វារចិត្តនិងបេះដូងនៃមនុស្សទាំងពួងបានដូច្នេះប្រសិនបើខ្ញុំមិនចេះសិល្បៈដើម្បីបង្ហាញនៅក្តីស្រឡាញ់នេះទេខ្ញុំមិនអាចក្លាយទៅជាអ្វីឲ្យលើសអំពីជាអ្នកដើរលក់ទំនិញនៅតាមផ្លូវដ៏សាមញ្ញម្នាក់ឡើយដូច្នេះហើយខ្ញុំនឹងប្រើចិត្តនៃសេចក្តីស្រឡាញ់នេះឲ្យដូចជាមហាអាវុធដើម្បីបង្ក្រាបមនុស្សដែលខ្ញុំត្រូវធ្វើការបញ្ចុះបញ្ចូលឲ្យចោះចាញ់ពួកគេអាចមិនយល់ស្របទៅនឹងហេតុផលរបស់ខ្ញុំពួកគេអាចមិនជឿពាក្យសម្ដីរបស់ខ្ញុំពួកគេអាចមិនចូលចិត្តសម្លៀកបំពាក់របស់ខ្ញុំពួកគេអាចមិនចូលចិត្តរូបរាងកាយរបស់ខ្ញុំហើយពួកគេអាចមានការសង្ស័យនឹងតម្លៃទំនិញរបស់ខ្ញុំប៉ុន្តែសេចក្តីស្រឡាញ់របស់ខ្ញុំនឹងបន្ទន់ចិត្តរបស់ពួកគេប្រៀបដូចពន្លឺព្រះអាទិត្យដែលអាចធ្វើឲ្យដុំទឹកកករឹងមួយរលាយដូច្នោះដែរខ្ញុំនឹងស្វាគមន៍ថ្ងៃនេះដោយសេចក្តីស្រឡាញ់ចេញអស់ពីចិត្តចុះខ្ញុំត្រូវធ្វើដោយរបៀបណាចាប់ពីពេលនេះតទៅខ្ញុំនឹងបង្ហាញសេចក្តីស្រឡាញ់ដល់របស់ទាំងពួងហាក់ដូចខ្ញុំបានកើតនៅក្នុងជីវិតថ្មីមួយខ្ញុំនឹងស្រឡាញ់ព្រះអាទិត្យព្រោះវាផ្ដល់សេចក្តីកក់ក្ដៅដល់រូបកាយខ្ញុំតែខ្ញុំក៏ស្រឡាញ់ភ្លៀងព្រោះវាជួយលាងជម្រះចិត្តវិញ្ញាណរបស់ខ្ញុំនឹងស្រឡាញ់ពន្លឺព្រោះវាជួយបំភ្លឺផ្លូវដល់ខ្ញុំតែខ្ញុំក៏ស្រឡាញ់ភាពងងឹតព្រោះវាធ្វើឲ្យខ្ញុំមើលឃើញដួងតារាខ្ញុំនឹងស្រឡាញ់សេចក្តីសប្បាយរីករាយព្រោះវាធ្វើឲ្យចិត្តរបស់ខ្ញុំមានកម្លាំងតែខ្ញុំក៏ស្រឡាញ់សេចក្តីទុក្ខក្រៀមក្រំព្រោះវាជួយបើកមនោសញ្ចេតនាខ្ញុំនឹងស្រឡាញ់ភាពជោគជ័យព្រោះខ្ញុំសមនឹងទទួលតែខ្ញុំក៏ស្រឡាញ់ភាពបរាជ័យព្រោះវាជួយឲ្យខ្ញុំរឹងមាំខ្ញុំនឹងស្វាគមន៍ថ្ងៃនេះដោយសេចក្តីស្រឡាញ់ចេញអស់ពីចិត្តចុះខ្ញុំគួររៀននិយាយដោយរបៀបណាខ្ញុំនឹងនិយាយសរសើរដល់គូប្រកួតប្រជែងរបស់ខ្ញុំបន្ទាប់មកពួកគេនឹងក្លាយមកជាមិត្តខ្ញុំនឹងនិយាយលើកទឹកចិត្តដល់មិត្តភ័ក្តិរបស់ខ្ញុំបន្ទាប់មកពួកគេនឹងក្លាយមកជាបងប្អូនទោះក្នុងកលៈទេសៈណាក៏ដោយខ្ញុំនឹងព្យាយាមស្វែងរកហេតុផលដើម្បីនិយាយសរសើរនិងអបអរសាទរនឹងមិននិយាយដើមឬមួបង្កាច់គេជាដាច់ខាតបើរៀបនឹងនិយាយរិះគន់នរណាម្នាក់ខ្ញុំនឹងខំអណ្ដាតរបស់ខ្លួនឯងភ្លាមតែបើរៀបនឹងនិយាយសរសើរនរណាម្នាក់ខ្ញុំនឹងស្រែកសរសើរពីលើដំបូលផ្ទះមកតែម្ដងសត្វខ្យល់ទន្លេបឹងបួសមុទ្រនិងភាវៈទាំងឡាយនៅក្នុងធម្មជាតិសុទ្ធតែសម្ដែងសេចក្តីអំណរអរគុណដោយសំនៀងនៃចម្រៀងសេចក្តីសរសើរដល់អាទិទេពដែលបានបង្កើតពួកវាចំណែកខ្ញុំវិញបានកើតមកក្នុងធម្មជាតិនេះក៏ត្រូវច្រៀងចម្រៀងសរសើរដល់មនុស្សទាំងឡាយផងដែរដូច្នេះចាប់ពីពេលនេះតទៅខ្ញុំនឹងចងចាំអាថ៌កំបាំងមួយនេះទុកព្រោះវានឹងធ្វើឲ្យជីវិតរបស់ខ្ញុំផ្លាស់ប្ដូរខ្ញុំនឹងស្វាគមន៍ថ្ងៃនេះដោយសេចក្តីស្រឡាញ់ចេញអស់ពីចិត្តចុះខ្ញុំគួរបញ្ចេញប្រតិកម្មដោយរបៀបណា
ខ្ញុំនឹងបង្ហាញសេចក្តីស្រឡាញ់ដល់មនុស្សទាំងពួងទោះបីជាពួកគេស្ថិតនៅក្នុងអាកប្បកិរិយាបែបណាក៏ដោយព្រោះមនុស្សម្នាក់សុទ្ធតែមានលក្ខណៈសំខាន់ណាមួយដែលគួរតែសរសើរនិងគោរពទោះពេលខ្លះយើងមិនអាចមើលឃើញដោយភ្នែកទទេបានដូច្នេះដោយអំណាចនៃសេចក្តីស្រឡាញ់ខ្ញុំនឹងវាយរំលំចោលនៅគ្រឿងបិទបាំងទាំងឡាយដែលបាននាំមកនៅការសង្ស័យនិងការប្រកាន់ស្អប់និងដែលបានដោះស្នឹមជុំវិញដួងចិត្តរបស់មនុស្សម្នាក់ព្រមទាំងជំនួសមកវិញនៅសំណង់នៃស្ពានមួយដែលអាចចម្លងសេចក្តីស្រឡាញ់របស់ខ្ញុំឲ្យចូលទៅដល់ដួងចិត្តនិងវិញ្ញាណរបស់ពួកគេខ្ញុំនឹងស្រឡាញ់មហិច្ឆតាព្រោះវាជួយពញ្ញុះអារម្មណ៍និងលើកទឹកចិត្តខ្ញុំតែខ្ញុំក៏ស្រឡាញ់ភាពបរាជ័យព្រោះវាជួយបង្រៀនដល់ខ្ញុំនៅមេរៀនជីវិតខ្ញុំនឹងស្រឡាញ់ព្រះរាជាព្រោះទ្រង់ជានិមិត្តរូបនៃសេចក្តីអង់អាចក្លាហានតែខ្ញុំក៏ស្រឡាញ់ការឱនលំទោនព្រោះវាជានិមិត្តរូបនៃបព្វជិតដែលជាអ្នកបួសម្នាក់ខ្ញុំនឹងស្រឡាញ់អ្នកមានព្រោះពួកគេមានអារម្មណ៍ឯកាមិនសូវមានមិត្តតែខ្ញុំក៏ស្រឡាញ់អ្នកក្រព្រោះពួកគេមានចំនួនដ៏ច្រើនលើសលប់ខ្ញុំនឹងស្រឡាញ់ក្មេងព្រោះសេចក្តីស្មោះត្រង់របស់ពួកគេតែខ្ញុំក៏ស្រឡាញ់មនុស្សចាស់ព្រោះអ្វីបាទយើងនឹងតនៅវគ្គក្រោយទៀតបាទសូមអរគុណនៅក្នុងដុំទី2នេះបាទដែលវាប្រៀបដូចជាដុំក្រណាត់ដែលគេសរសេរចារទុកអស់ច្រើនឆ្នាំមកហើយ